và nếu tiệp ra nó không phải liền mà dương ai mười tờ chọc thế anh ấy cái nhóm ô thì thôi thì đầu thì bà thì tiền đó mười tay càng không liên miền chởn miền tiền ní tiệp rán được hàng không tiền miền kêuสมัย đôi như สมัย kêu như chán à tại được nhóm mới ta được mình sợ ta đã chụp ba trăm ta nơi nông สมัย ná tại miền kêu hàng không chởn không tiền lắm bài nó hay hayបងប្អូនបានមកកំសាន្តហ្នឹងហើយបានចូលទៅនៅខាងផ្ទះបុរាណក្នុងពលានហ្នឹងមានលក់ចំណីអាហារច្រើនមុខគូសំហើយមានស្រាទឹកស្រាអីចឹងហើយយើងអាចទៅមើលទស្សនាឡើងទៅទស្សនាលើផ្ទះបុរាណហ្នឹងបានដូចមានតសប្រហែលនេះខ្ញុំលើចាំដែរណាបងប្អូនចាំមើលទស្សនាទាំងអស់គ្នាទៅដូចតសនោះដូចជាតសដូចជា80តសជាងក៏អីហ្នឹងហើយហ្នឹងហើយពេលនេះខ្ញុំថតប្លង់ចំហៀងខាងនោះហើយចំហៀងខាងនេះយ៉ាងម្នាក់ចឹងហើយមនុស្សហើយខ្ញុំទៅមនុស្សច្រើនណាស់អ្នកទៅទស្សនាវេលាហ្នឹងច្រើនមែនតើតែម្ដងហ្នឹងមានចាស់ក្មេងអីច្រើនគាត់បងប្អូនគាត់ចង់ទៅស្គាល់ទាំងអស់គ្នាចឹងណាវេលាហ្នឹងសារក៏គិតថាវាសមិទ្ធផលថ្មីបរទេសយើងដែរធ្វើបានទៅស្គាល់អស់គ្នាខ្ញុំក៏ទៅដូចគេដូចឯងចឹងដែរហើយដល់ពេលយើងទៅចឹងណាមើលទិដ្ឋភាពស្អាតរូបភាពមុនហ្នឹងវាផ្ទះមួយហៀងខ្ញុំថតផ្ទះមួយហៀងតិចទៀតដល់កន្លែងវត្ថុបុរាណហើយបាទតិចទៀតនឹងដល់កន្លែងវត្ថុបុរាណខាងលើក្នុងផ្ទះហ្នឹងហើយมันមានច្រើនវាគ្រឿងផ្សេងខ្ញុំវាមិនសូវស្គាល់ច្បាស់ដែរណាតែខ្ញុំបានថតចឹងទៅថតមួយជ្រុងហើយធ្វើជួយកាត់ធ្វើជាវីដេអូហ្នឹងឲ្យបងប្អូនយើងមើលខ្លះទីទៀតទៅដល់មួយប្រភេទទៀតlahនេះដូចយើងនិយាយចំគ្រឿងបុរាណយើងមានតលមានស្អីគេនិយាយទៅខ្ញុំមិនសូវស្គាល់ច្បាស់ដែរគ្រឿងបុរាណណាតែគាត់ស្គាល់ធម្មតាចឹងចាំមើលទីទៀតទៅដល់ហើយតាមវីដេអូខ្ញុំធ្វើតាមតាណាអញ្ចឹងវាជាងនេះបន្តិចខ្ញុំធ្វើវីដេអូនេះវែងបន្តិចហើយវាស្រួលបងប្អូនអាចមើលបានយូរអញ្ចឹងខ្ញុំក៏ស្គាល់ច្បាស់ដែរនេះបែបជាគ្រឿងរបស់ខាងអប្សរាអញ្ចឹងគ្រឿងអលង្ការរបស់នារីអប្សរាយើងឬអ្នករំរបាំសម័យបុរាណអញ្ចឹងណាវាមានច្រើនរបស់គេដែរខ្ញុំក៏ចេះតែមើលអញ្ចឹងដែរហើយក៏ថតបានវាមិនសូវស្អាតដែរតែគាត់ថាចង់យកមកបង្ហាញបងប្អូនឲ្យចែកជាចំណេះដឹងបានមើលបានអីទាំងអស់គ្នាទេវាមានអីទេអញ្ចឹងណាហ្នឹងហើយបន្តិចទៀតវាដល់ផ្សេងទៀតថតរូបផ្សេងទៀតឡើយដល់ដូចជាស្អីខ្លះទេខ្ញុំចាំមិនអស់ដែរបាទនេះរូបអប្សរាហ្នឹងទៀតដល់រូបផ្សេងទៀតបាទមានគ្រឿងក្នុងផ្ទះទៀតណាបាទហ្នឹងហើយនេះគ្រឿងដូចជាគ្រឿងតែគ្រឿងញ៉ាំរឿងអីហ្នឹងមានចានតែចានពីក៏បែបពិនិត្យធ្វើអំពីឈើដែរឈើហ្នឹងខ្ញុំសួរគាត់ថាកញ្ញុងបែរជាកញ្ញុងពីច្រើនអញ្ចឹងណាគេប្រាប់ខ្ញុំថាគេធ្វើពីកញ្ញុងអាហ្នឹងខ្ញុំសួរគេនេះនៅហ្នឹងដែរខ្ញុំសួរគេមកអស់ហើយគាត់ក៏ភ្ញៀវច្រើនហើយនិយាយចឹងដែរណានេះធ្វើអំពីកញ្ញុងលក្ខណៈចាននេះក៏នឹងពេញតែមានគ្រឿងតាំងផ្សេងទៀតមិនមានតែប៉ុណ្ណឹងនេះគ្រឿងស្អីខ្លះទេខ្ញុំអត់ចាំបានអស់ដែរដូចជាមានរូបយ័ន្តមានពូតព្រះអង្គមានក្អមដូចធ្វើអំពីឈើដែរហើយកែវខ្លះធ្វើអំពីថ្មពពស្លែតអីគេតែគេថារបស់បុរាណចឹងហើយខ្ញុំក៏សូវដឹងដែរខ្ញុំបានតែសួរគេដែរហើយអញ្ចឹងទៅខ្ញុំមិនហ៊ាននិយាយអស់ដែរតែកុំភ្លេចឲ្យបងប្អូនចង់ដឹងច្បាស់ត្រូវតែបានចូលទៅទស្សនាទៅផ្ទាល់ល្អហ្នឹងហើយកុំភ្លេចបានទៅទស្សនាខ្ញុំមកនេះក៏ប្លង់ទាំងអស់ប្លង់មេគេបាទផ្ទះបុរាណហ្នឹងបាទប្លង់មេផ្ទះបុរាណមកអញ្ចឹងហើយប្លង់មេផ្ទះបុរាណហ្នឹងគឺវាមាននេះច្រើនណាស់អញ្ចឹងមកដល់រូបអប្សរានេះកន្លែងតុកសំអាងនារីគេអញ្ចឹងណាគេមានស្អីខ្លះទេខ្ញុំមិនចេះដឹងដែរ
បែបនារីបុរាណហ្នឹងយើងមិនសូវដឹងដែរហើយក៏មានគ្រឿងអលង្ការថាម៉ូដគ្រឿងអលង្ការសម័យបុរាណសម្រាប់នារីអញ្ចឹងណានេះបាទមានច្រើនណាស់ម៉ូដគ្រឿងអលង្ការម៉ូដហ្នឹងមានច្រើនគួរសមហើយខ្ញុំវាបានតែមើលហើយក៏មិនសូវស្គាល់ច្បាស់ដែរពីគ្រឿងអលង្ការម៉ូដគ្រឿងអលង្ការបុរាណហ្នឹងបើសិនតែបងប្អូនខ្លះគាត់អ្នកជំនាញអលង្ការគាត់អាចស្គាល់ថាអានេះស្មូតនេះសក់ម៉ូដពាក់ផ្កាឬក៏ជៀនឬខ្សែកឬភួងផ្កាឬក៏អីមានកងដៃកងជើងអីបែបសម័យណាមួយក៏តាមសម័យកាលរបស់គេមួយហ្នឹងហើយខ្ញុំក៏មិនសូវដឹងច្បាស់ដែរខ្ញុំគាត់បានថតបង្ហាញបងប្អូននេះវាមកប្លង់ខាងក្រោយចាហៀងទៀតបាទប្លង់នេះចាហៀងផ្ទះខ្ញុំដើរថតទៅដាក់ឲ្យបងប្អូនបានទស្សនាហើយកុំភ្លេចបងប្អូនទាំងអស់គ្រប់25ខែក្រុងបើមានឱកាសមកភ្នំពេញកុំភ្លេចចូលទស្សនាពលានយើងទៅវាជាសមិទ្ធផលប្រទេសយើងថ្មីច្រើនគួរសមនេះដើម្បីឲ្យដឹងថាពលានរបស់យើងនេះស្អាតហើយតម្លៃរាប់ពាន់លានដុល្លារដែរណាហើយយើងមកទស្សនាទាំងអស់គ្នាកុំភ្លេចហ្នឹងហើយបងប្អូនទាំងអស់បើបានមកលេងក្រុងភ្នំពេញកុំភ្លេចមកទស្សនាពលានយន្តហោះថ្មីហ្នឹងហើយអរគុណជួយ share subscribe ទាំងអស់គ្នា